លុះថ្ងៃមួយបរោះនោះបានទៅរកអុសនៅក្នុងព្រៃដូចសពដងអូយអ្នកណាក៏បានដែរសូមជួយខ្ញុំផងមានមនុស្សរបួសជើងតើបងប្រុសសូមជួយខ្ញុំផងតើជើងប្អូនកើតអីនឹងគឺខ្ញុំត្រូវពោះចឹកណាបងប្រុសមិនអីទេចាំខ្ញុំជួយព្រោះខ្ញុំមានថ្នាំតន្តិចអស់អីហើយណាអូយពិតជាសំណាងមែនខ្ញុំអរគុណណាស់បងប្រុសមិនអីទេធម្មតាខ្ញុំជាអ្នកដើរព្រៃត្រូវតែមានថ្នាំទុកសកួនចឹងហើយខ្ញុំមិនដែរទេនេះជាលើកទី1របស់ខ្ញុំហើយនិយាយអញ្ចឹងប្អូនប្រុសទៅណាមកណាដែរបានជាមកតែម្នាក់ឯងបែបនេះបាទគឺខ្ញុំត្រូវត្រឡប់ទៅផ្ទះវិញតែចៃដន្យក៏វិញផ្លូវមកដល់ព្រៃនេះហើយត្រូវពុះចឹកទៅអញ្ចឹងទេនិយាយអញ្ចឹងប្អូនមានឈ្មោះអីដែរខ្ញុំឈ្មោះសុកជាអ្នកជំនួញដ៏ល្បីនៅភូមិជិតនេះហើយចុះបងខ្ញុំឈ្មោះសំខ្ញុំរកអុសនឹងថ្នាំឬឈើនៅក្នុងព្រៃនេះអញ្ចឹងតើបានជាបងប្រុសយល់ពីការដើរព្រៃនិយាយអញ្ចឹងជើងប្អូននៅមិនអាចដើរបានទេបន្តិចទៀតមេឃងងឹតហើយទៅផ្ទះយ៉ាងម៉េចទៅខ្ញុំក៏មិនដឹងគិតយ៉ាងម៉េចដែរទេបងណាមានការសំខាន់ទៀតនៅឯផ្ទះណោះអញ្ចឹងចាំបងជួយលីប្អូនទៅផ្ទះចុះមិនអីទេបងខ្ញុំក្រែងចិត្តបងណាស់បងជួយខ្ញុំច្រើនហើយមិនអីទេណាមួយខ្ញុំក៏គ្មានការបញ្ញាប់អីដែរនិយាយអញ្ចឹងប្អូនបានអីហូបនៅទេបងខ្ញុំឃ្លានឡើងទុនដៃទុនជើងអស់ហើយអញ្ចឹងប្អូនយកបាយបងទៅហូបទៅមិនកើតទេបងខ្ញុំមិនអីទេហូបទៅកុំក្រែងចិត្តអីណាបងក្រធ្លាប់អត់មកពេលក៏មិនអីដែរអរគុណបងក្រោយពីហូបបាយរួចសំបានលីសុកទៅដល់ផ្ទះដោយសុវត្ថិភាពសុកត្រេកអរក៏បានអរគុណសំខ្ញុំសូមអរគុណបងណាស់ដែលបានជួយខ្ញុំមិនអីទេប្អូនចាន់អូនបងមកវិញហើយលោកប្តីមកវិញហើយហ៎ចាន់នេះគឺបងសំជាអ្នកមានគុណបងណាអ្នកមានគុណណារឿងគឺវាអញ្ចេះបងបានវែងផ្លូវក្នុងព្រៃហើយត្រូវពោះចឹកបងត្រូវពោះចឹកហើយឥឡូវចាំមិនឲ្យបងបើគុំតើបានបងសំមកជួយតាន់កុំអីបងបែបចោលឆ្អឹងនៅក្នុងព្រៃនោះបាត់ទៅហើយខ្ញុំពិតជាអរគុណខ្លាំងណាស់បងប្រុសបាទមិនអីទេខ្ញុំជួយប្អូនសុកដោយសុទ្ធតែចិត្តបងប្រុសពិតជាល្អមែនគុណនេះខ្ញុំមិនភ្លេចទេថ្ងៃក្រោយបងមានការអីអាចមករកខ្ញុំបានចាត់ទុកថាខ្ញុំជាប្អូនម្នាក់ទៅចុះមែនហើយបងអរគុណហើយប្អូនទាំងពីរនិយាយអញ្ចឹងបងនៅពិសាបាយសិនទៅមែនហើយបងមិនទាន់បានបាយផងមិនអីទេប្អូនខ្លាចប្រពន្ធបងបារម្ភសំបានលាសុកនឹងច័ន្ទត្រឡប់ទៅផ្ទះវិញ